ឥឡូវយើងមកតាមដានបន្តទៀតថាតើតើតើនឹងព្រឹត្តិការណ៍សង្គ្រាមនៅខាងមជ្ឈមបូព៌ាវានឹងវិវត្តទៅបែបណាអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានការឆ្លើយតបនៅក្នុងទ្រង់ទ្រាយណាមួយនៅឡើយសម្រាប់អ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិកក៏ដូចជាអ៊ីស្រាអែលបាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីជាមួយខ្ញុំគុណណាននៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment បាទនៅថ្ងៃទី23មិថុនា2025នេះខ្ញុំនឹងធ្វើការអាប់ដេតព័ត៌មានទាក់ទងនឹងបម្រែបម្រួលទៅលើតម្លៃទីផ្សាររបស់យើងបាទយើងបន្តចាប់អារម្មណ៍ទាក់ទងនឹងតម្លៃទីផ្សារមាសដែលយើងឃើញថាទីផ្សារមាសនៅក្នុងព្រឹកនេះថ្ងៃច័ន្ទដើមសប្តាហ៍គឺវាមានការហក់ឡើងយ៉ាងខ្លាំងរហូតដល់តម្លៃ$3,397នៅក្នុងមួយអោនដែលស្មើនឹង$4,092នៅក្នុងមួយដំឡឹងប៉ុន្តែភ្លាមៗនេះក៏វាបានធ្លាក់មកវិញផងដែរនៅក្នុងព្រឹកនេះតែម្ដងគឺធ្លាក់មកវិញរហូតដល់តម្លៃ$3,352ដែលស្មើនឹង$4,038នៅក្នុងមួយដំឡឹងអូខេយើងមកធ្វើការអាប់ដេតទាក់ទងនឹងព្រឹត្តិការណ៍ដោយដែលបងប្អូនបានជ្រាបមកហើយទាក់ទងនឹងថ្មីនេះគឺមានព្រឹត្តិការណ៍សង្គ្រាមដែលបង្កឲ្យមានភាពតក់ស្លុតយ៉ាងខ្លាំងនៅក្នុងពិភពលោកឥឡូវយើងមកតាមដានបន្តទៀតថាតើទាក់ទងនឹងព្រឹត្តិការណ៍សង្គ្រាមនៅខាងមជ្ឈមបូព៌ាវានឹងវិវត្តទៅបែបណាអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានការឆ្លើយតបនៅក្នុងទ្រង់ទ្រាយណាមួយនៅឡើយសម្រាប់អ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិកក៏ដូចជាអ៊ីស្រាអែលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភតែខ្លាចតាក់ទងទៅនឹងព្រឹត្តិការណ៍សង្គ្រាមនេះគឺខ្លាចវារីករាលដាលកាន់តែធំទៅដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់តំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរអូខេអញ្ចឹងចំណុចនេះហើយបានធ្វើឲ្យតម្លៃទីផ្សារមាសដែលវាបានហក់ឡើងយ៉ាងខ្លាំងហើយក៏បានធ្លាក់ចុះមកវិញអញ្ចឹងការដែលធ្លាក់ចុះមកវិញនោះគឺត្រូវបានគេវិភាគឃើញថាការដែលធ្លាក់ចុះបែបនេះគឺគ្រាន់តែជាការធ្លាក់ចុះដើម្បីទទួលយកផលចំណេញពីអ្នកវិនិយោគតែប៉ុណ្ណោះដោយផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមគឺបញ្ហាសង្គ្រាមគឺនៅតែក្តៅនៅឡើយមិនទាន់មានចំណុចណាដែលអាចបញ្ជាក់ថាវាអាចនឹងបិទបញ្ចប់ឬក៏ទទួលបាននៅសុខសន្តិភាពនៅឡើយនោះទេអញ្ចឹងតើតើនឹងផ្សារភ្ជាប់ជាមួយតម្លៃហាងឆេងមីនេះផងដែរបើសិនយើងឃើញថាតម្លៃហាងឆេងមីវាមានការធ្លាក់ចុះកាន់តែខ្លាំងគឺរឹតតែជាឱកាសនៅក្នុងការធ្វើការទិញវាឡើងហើយទោះបីយ៉ាងណាក៏ដោយនៅក្នុងកំឡុងពេលនេះផងដែរបើសិនជាយើងមើលទៅលើតើតើព្រឹត្តិការណ៍សង្គ្រាមគឺយើងឃើញថាភាគីខាងអ៊ីរ៉ង់ថ្នាក់រដ្ឋមន្ត្រីក៏កំពុងតែធ្វើការទៅជួបនៅខាងរុស្ស៊ីផងដែរអញ្ចឹងតើតើនឹងការទៅជួបនៅខាងភាគីរុស្ស៊ីនេះក៏យើងមិនទាន់ដឹងច្បាស់ថាតើគេនឹងលើកយកបញ្ហាអ្វីទៅជជែកជាមួយរុស្ស៊ីនៅឡើយអញ្ចឹងមានការតាមដានបន្តទៀតថាតើវាអាចនឹងមានការវិវត្តបែបណាចំណែកឯភាគីអាមេរិកនេះវិញគឺបានធ្វើការបន្តគម្រាមកំហែងទៅលើប្រទេសអ៊ីរ៉ង់បន្ទាប់មានការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយដោយមានការគម្រាមកំហែងថាប្រសិនបើអ៊ីរ៉ង់មានការវាយបកឬក៏វាយតបទៅកាន់សហរដ្ឋអាមេរិកវិញនោះអញ្ចឹងសហរដ្ឋអាមេរិកនឹងធ្វើការសង្គ្រប់វាយទៅលើអ៊ីរ៉ង់ឲ្យធ្ងន់ធ្ងរជាងអ្វីដែលបានធ្វើកន្លងមកទៀតអញ្ចឹងហើយចំណុចនេះហើយដែលធ្វើឲ្យពិភពលោកកាន់តែមានការព្រួយបារម្ភហើយក៏ស្របពេលជាមួយគ្នានេះដែរសហរដ្ឋអាមេរិកក៏បានហៅអ៊ីរ៉ង់ឲ្យចូលតុចរចាដើម្បីរកសន្តិភាពប៉ុន្តែអ៊ីរ៉ង់ហាក់បីជាមិនមានទំនុកចិត្តជាមួយនឹងសហរដ្ឋអាមេរិកនោះទេនៅក្នុងការចរចាស្វែងរកសន្តិភាពដោយសារតែថ្មីនេះគឺសហរដ្ឋអាមេរិកហាក់បីជាបានតាក់ទងទៅនឹងការណាត់ជួបនេះចំនួន2លើកគឺហាក់បីជាមិនបានធ្វើទៅតាមអ្វីដែលខ្លួនបានសន្យានោះទេហើយជាចំណុចនេះដែរក៏បានធ្វើឲ្យអ៊ីរ៉ង់បាត់បង់ទំនុកចិត្តនៅក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិកហើយក៏អាចនឹងចរចាជាមួយនឹងសហគមន៍អឺរ៉ុបជំនួសវិញម្ដងដើម្បីស្វែងរកសន្តិភាពនៅក្នុងតំបន់ជុំវិញព្រឹត្តិការណ៍នេះដែរយើងផ្សារភ្ជាប់ជាមួយនឹងតម្លៃទីផ្សារយើងឃើញថាតម្លៃហាងឆេងមាននៅតែមានឱកាសនៅក្នុងការងើបឡើងខណៈពេលដែលប្រាក់ដុល្លារក្នុងពេលបច្ចុប្បន្នក៏ជារូបិយប័ណ្ណមួយដែលទទួលបានប្រជាប្រិយភាពនៅក្នុងស្ថានភាពអាសន្នបែបនេះប៉ុន្តែទោះបីយ៉ាងណាក៏ដោយសម្រាប់ការងើបឡើងនៃប្រាក់ដុល្លារគឺมันមានរយៈពេលយូរនោះទេអាចមានរយៈពេលបណ្ដោះអាសន្នត្រឹមតែនៅក្នុងកំឡុងពេលមានអាសន្នបែបនេះតែប៉ុណ្ណោះងាកមកតម្លៃប្រេងឯនេះវិញយើងឃើញថាតម្លៃប្រេងអាចនឹងមានការផ្ទុះងើបឡើងខ្លាំងដោយសារតែស្ថានភាពនេះគឺខាងអ៊ីរ៉ង់គឺជាប្រទេសមួយដ៏ធំនៅក្នុងការផ្គត់ផ្គង់ប្រេងទៅកាន់ពិភពលោកហើយថ្មីនេះដែរប្រទេសអ៊ីរ៉ង់ក៏បានសម្រេចបិទច្រក Hormuz ដែលជាច្រកមួយដ៏សំខាន់នៅក្នុងការដឹកជញ្ជូនប្រេងយកមកធ្វើការផ្គត់ផ្គង់នៅលើពិភពលោកដែលជាហេតុមួយដែលអាចធ្វើឲ្យតម្លៃប្រេងអាចនឹងមានឱកាសមានការផ្ទុះងើបឡើងខ្លាំងដែលតម្លៃប្រេងនៅក្នុងពេលបច្ចុប្បន្នគឺនៅក្នុងតម្លៃ$76នៅក្នុង1បារ៉ែលអញ្ចឹងជាឱកាសល្អសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការធ្វើការទិញតម្លៃប្រេងដើម្បីទទួលបានផលចំណេញនៅពេលខាងមុខបាទអរគុណបងប្អូនជនដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងទូទៅទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់បាទសូមអរគុណសូមជម្រាបលា